ត្រួយអំពើជុំវិញផ្ទះល្អល្អប៉ុន្តែឃ្លានញ៉ាំសឡមជូរដោយសារតែធ្វើសឡមជូរទៅញ៉ាំបានតែម្នាក់ឯងទេប្តីខ្ញុំអត់ចូលចិត្តញ៉ាំទេអញ្ចឹងទៅសម្រាប់ចិត្តតែធ្វើកត់ទៀតដែរដោយសារតែកត់ទៅញ៉ាំបានទាំងពីរអ្នកប្តីប្រពន្ធណាមួយចូលចិត្តទាំងអស់គ្នាមកមុខនេះចុះបន្លែចុះបាយនិយាយទៅមិនថាប្រហុកផ្អកកាប់ឬក៏បុកទឹកគ្រឿងអីទេខ្ញុំចូលចិត្តញ៉ាំបន្លែច្រើនណានិយាយទៅបន្លែញ៉ាំធំមែនតែនសឹងតែថាធំជាងបាយទៀតមួយរយៈមុនខ្ញុំធ្លាប់ធ្វើវីដេអូដែលខ្ញុំកត់នេះផុសទៅម្ដងហើយក៏មានបងប្អូនភាគច្រើនគាត់ចូលខមមិនគាត់ថាគាត់ដែរបានធ្វើអញ្ចឹងញ៉ាំសោះខ្ញុំអត់ដឹងថាគាត់នៅខាងណាទេប៉ុន្តែពួកខ្ញុំនេះគឺនៅខាងបាត់ដំបងបងប្អូនហើយរបៀបកប់ហើយនឹងកប់មកមុខនេះនិយាយទៅអាសាធ្វើញ៉ាំមែនតែនហើយវាងាយស្រួលធ្វើទៀតហើយក៏មានបងខ្លះគាត់សួរថាពេលដែលយើងធ្វើមុខម្ហូបកប់មកមុខហ្នឹងអាចដាក់ផ្សិតអីបានខ្លះនិយាយទៅសម្រាប់ខ្ញុំដែលខ្ញុំធ្លាប់ធ្វើកន្លងមកផ្សិតអីក៏អាចដាក់បានដែរផ្សិតកញ្ចោផ្សិតរាំងស្អីផ្សិតកងោកផ្សិតអីហ្នឹងបងប្អូននិយាយទៅកាន់តែបានអាផ្សិតកងោកនឹងដាក់គឺកាន់តែឆ្ងាញ់តែគ្រាន់ថាមិនងាយមានណាគេយកផ្សិតនឹងមកកប់ទេព្រោះដោយសារវាកម្រពេលខ្លះពេលដល់ខែវាអញ្ចឹងមានបានមករកបានមកអីចឹងទៅភាគច្រើនគេស្ងោញ៉ាំឬក៏ឆាញ៉ាំអីចឹងទៅហើយនៅខាងខ្ញុំនេះខែនេះអត់តាន់មានណាគេដកបានទេបងប្អូនហើយខ្ញុំឃើញនៅខាងសៀមរាបសបោបងប្អូនក៏ដកបានមែនតែនផ្សិតលើភ្នំហ្នឹងនៅខាងខ្ញុំនេះមួយថ្ងៃមុនអ្នកភូមិឡើងទៅរកដែរប៉ុន្តែមកវិញបានប្រហែលជាម្នាក់មកស្ងោអីទេអត់តាន់មានទេខ្ញុំនេះដល់តែគេសបោច្រើនណាក៏គ្មានអ្នកណាទៅរកដែរមានតែទិញគេនឹងឯងនិយាយទៅរបស់របរអីតន់តែកន្លងអស់លុយនិយាយឡើងនិយាយចុះកប់ខ្ញុំបានឆ្អិនហើយបងប្អូនណានិយាយពីថាកប់លើកណាចង់ដាក់ម្ទេសឲ្យហឹលប៉ុន្តែនៅតែវាអត់ហឹលពេលឆាទៅភ្លក់ទៅអត់ហឹលទេថែមម្ទេសរហូតខំបុកគ្រឿងហ្នឹងដាក់ម្ទេសឡើងក្រហមហើយបងប្អូនមើលគ្រឿងពីដើមវីដេអូបាននិយាយទៅដាក់ម្ទេសឡើងច្រើនប៉ុន្តែនៅតែវាមិនហឹលហើយបើនិយាយពីបន្លែរបស់ខ្ញុំវិញរៀងច្រើនបន្តិចហើយបងប្អូនហើយក៏មិនញ៉ាំតែពីរអ្នកប្តីប្រពន្ធដែរណាកុំច្រឡំតិចបងថាងញ៉ាំធំម្លេះតែពីរអ្នកប្តីប្រពន្ធសោះក៏ទៅម្ហូបនេះគឺខ្ញុំចាត់ទុកតែខ្លួនឯងតាមមកល្មមញ៉ាំព្រឹកហ្នឹងហើយនឹងល្ងាចទេខ្ញុំឲ្យតែខាងម៉ាក់ក្មេកខ្ញុំពាក់កដាលនិយាយទៅឲ្យតែពេលខ្ញុំធ្វើម្ហូបអីច្រើនចេះគឺខ្ញុំលេខទៅខាងគាត់ហើយខ្ញុំទុកខ្លួនឯងតែល្មមញ៉ាំទេព្រោះនៅខាងគាត់នោះមាត់ច្រើនជាងខ្ញុំដោយពេលបុកទឹកគ្រឿងអីហ្នឹងគឺខ្ញុំតែងតែលេខទៅឲ្យគាត់ហើយ